ศิลาจรึกนี้ជាប្រភេទศิលាស្ដំមានរាង4ជ្រុងស្មើប្រវែង58សង់ទីម៉ែត្រកម្ពស់223សង់ទីម៉ែត្រនិងមានចម្លាក់ផ្កាឈូកធំមួយនៅលើកំពូលអំឡុងពេលកំពុងជួសជុលប្រាសាទព្រះខ័នអ្នកអភិរក្សអង្គរជនជាតិបារាំងឈ្មោះ Maurice Clare បានរកឃើញศิលាចรึកនេះនៅថ្ងៃទី13ខែវិច្ឆិកាឆ្នាំ1939ក្នុងស្ថានភាពផ្ដេកដួលនៅលើដីត្រង់ផ្នែកខាងលិចនៃខ្លោងទ្វារខាងកើតទី1ศิលាចรึកចាស់ជាភាសាសំស្ក្រឹតសរុប179ល្បះចុះកាលបរិច្ឆេទក្នុងឆ្នាំ1113នៃមហាសករាជត្រូវនឹងឆ្នាំ1191នៃគ្រិស្តសករាជដែលព្រះបាទជ័យវរ្ម័នទី7ធ្វើពិធីអភិសេករូបព្រះលោកេសោព្រះនាមស្រីជ័យវរមេស្វរៈតម្កល់នៅប្រាង្គកណ្ដាលនៃប្រាសាទព្រះខ័នដើម្បីឧទ្ទិសដល់ព្រះបិតារបស់ព្រះអង្គហើយនៅជុំវិញព្រះលោកេសោនេះក៏មានតម្កល់ទៀតផ្សេងទៀតចំនួន283អង្គក្នុង18ល្បះដំបូងនិយាយពីការបូជាចំពោះព្រះរតនត្រ័យព្រះពុទ្ធព្រះធម៌ព្រះសង្ឃការគោរពសរសើរចំពោះព្រះលោកេសោនិងចំពោះព្រះនាងប្រាជ្ញាបារមីដែលចាត់ទុកជាព្រះមាតានៃព្រះពុទ្ធទាំងពួងល្បះបន្ទាប់ពិពណ៌នាពីពងសាវតារបស់ព្រះបាទជ័យវរ្ម័នទី7រួមទាំងព្រះមាតាបិតារបស់ទ្រង់ព្រះនាមស្រីជ័យរាជជដៀមនីព្រះបាទធរណិន្ទ្រវរ្ម័នទី2និងមានលម្អិតអំពីរចនាសម្ព័ន្ធសំណង់ស្ថាបត្យកម្មជាពិសេសឈ្មោះដើមរបស់ប្រាសាទព្រះខ័នជ័យស្រីបារាយនិពន្ធជ័យតដានិងប្រាសាទនិពន្ធទីស្រីព្រមទាំងបញ្ជាក់ពីជ័យជំនះរបស់ទ្រង់លើខ្មាំងសត្រូវศิលាចរិកក៏មានបញ្ជាក់អំពីការធ្វើអំណោយរបស់ព្រះមហាក្សត្រចំពោះប្រាសាទរួមមានខ្ញុំបម្រើការគោរពប្រណិប័តប្រចាំថ្ងៃបញ្ជីសម្ភារៈប្រើប្រាស់ធ្វើពីលោហៈនិងត្បូងដ៏មានតម្លៃជាច្រើននៅក្នុងប្រាសាទក្រៅពីនេះនៅមានការពណ៌នាអំពីចំនួនភូមិចំនួនប្រជាជនបណ្ដាញផ្លូវថ្នល់សាលាសំណាក់ចំនួន121ខ្នងព្រមទាំងស្ថាបនាព្រះពុទ្ធបដិមាព្រះនាមជ័យពុទ្ធមហានាថចំនួន23អង្គដើម្បីតម្កល់នៅតាមតំបន់នានានៅក្នុងអាណាចក្រខ្មែរនៅល្បះចុងក្រោយក៏បាននិយាយពីព្រះអង្គម្ចាស់ព្រះនាមស្រីវរៈកុមារជាបុត្រឆ្នាំមួយអង្គរបស់ព្រះបាទជ័យវរ្ម័នទី7ហើយជាអ្នកនិពន្ធศิលាចរិកភាសាសំស្ក្រឹតដ៏អស្ចារ្យនេះផងដែរ